តែថ្ងៃនេះអ៊ីប៉ែមកទីដែរមកជម្រាបជូនមកបន្ថែមអំពីអាការៈដែលបង្ហាញថាកូនរបស់ម៉ាក់កំពុងតែឡើងច្រាំងដាតចាប៉ុន្តែមុននឹងជម្រាបជូនម៉ាក់គឺខ្ញុំសូមបកស្រាយអ្វីទៅហើយថាជំងឺច្រាំងដាតដែលច្រាំងដាតនោះចាស់គាត់ហៅតាំងពីអើយមកងាយខ្លីស្រួលចាក៏ប៉ុន្តែពាក់ព័ន្ធជាមួយភាសាបច្ចេកទេសគឺគេហៅថាដបផ្សិតដាតដែលបង្កឡើងដោយពពួកមេរោគផ្សិតម្យ៉ាងឈ្មោះថាកង់លីដាវិកង់ចាជាទូទៅវាច្រើនតែបង្កប់ខ្លួននៅជាមួយនឹងកន្លែងសើមចាក៏អត់រយៈពេលយូរជាពិសេសនោះកើតនៅលើកន្លែងដែលមានដូចជារបស់ប្រើប្រាស់របស់កូនរបស់ម៉ាក់ហ្នឹងមានដូចជាកំប៉ុងដបគោចាដែលវានៅតុងតោងជាប់នឹងកន្លែងកកដបដបគោហ្នឹងហើយមួយទៀតអាកន្លែងប្រដាប់បំរបស់កូនម៉ាក់ហ្នឹងអាកន្លែងក្បាលកាន់ដាក់អុកនៅជាប់នឹងមាត់ដើម្បីកុំឲ្យកូនខំហ្នឹងអាហ្នឹងក៏ដូចគ្នាដែរចាហើយមួយទៀតគឺប្រដាប់បូមទឹកដោះដែលវាមានកន្លែងកន្លែងខ្លួនច្រើនកន្លែងមូលហើយហ្នឹងគឺវាតោងជាប់នៅកន្លែងហ្នឹងឯងហើយជាពិសេសនៅលើដើមទ្រូងរបស់ម៉ាក់ចានៅពេលដែលម៉ាក់ធ្វើការងារយូរហើយញើសតោងជាប់នឹងដើមទ្រូងរបស់ម៉ាក់ហ្នឹងឯងចាហើយសម្រាប់អាការៈរោគសញ្ញាដែលពីស្ដែងចេញដំបូងគឺទី1ឡើងសនៅលើដាតរបស់កូនម៉ាក់ណាចាហើយរោគសញ្ញាមួយទៀតអាចថាវាស្រាលក្រហមនៅលើដាតឡើងដុំសនៅលើដាតមួយវិញទៀតគឺកូនរបស់ម៉ាក់គឺហៀទឹកមាត់ចាអានឹងយើងនិយាយតែពីសញ្ញាឬក៏ច្រាំងដាតនឹងឯងហើយមួយទៀតគឺកូនរបស់ម៉ាក់អាចនឹងរញ៉ាំរញើឬក៏យំច្រើនខុសពីធម្មតាដោយសារតែគាត់មានអារម្មណ៍ថាឈឺឬមួយក៏គាត់ហេវឃ្លានបើតែបើបានច្រើនដោយសារគាត់ឈឺចាហើយមួយវិញទៀតគឺអាចស្ដាយឡើងជាមួយនឹងអាការៈក្តៅខ្លួនដែរចាដោយសារតែក្រៅពីផ្សិតទៅគឺអាចធ្វើឲ្យមេរោគផ្សេងទៀតតោងជាប់ទៅជាមួយនឹងផ្សិតដូចគ្នាផងដែរចាហើយបើសិនជាករណីធ្ងន់ធ្ងរលើសពីនឹងទៀតនោះគឺអាចធ្វើឲ្យកូនរបស់ម៉ាក់មានអាការៈចង្កួតចង្អោរឬក៏ក្អួតតែម្ដងចាហើយលើសពីនឹងថែមទៀតគឺមានដូចជាករណីហូរឈាមនឹងដានបើសិនមានការប៉ះទង្គិចនឹងដាននឹងខ្លាំងចាមួយវិញទៀតគឺអាចឡើងអានឹងធ្ងន់ខ្លាំងមែនតើនេះឡើងពពួកផ្សិតកកនឹងនៅនឹងកន្លែងប្របីមាត់នៅផ្នែកខាងក្នុងចាក៏មានដែរអានឹងគឺខ្លាំងមែនតើហ្មងអញ្ចឹងបើសិនជាករណីម៉ាក់តាមឃើញអាការៈទាំងអស់នឹងកើតឡើងទៅលើកូនម៉ាក់ហើយបើស្រាលអាចសម្អាតនៅផ្ទះខ្លួនឯងបានតែបើសិនជាករណីមានក្តៅខ្លួនយំរញ៉ាំញើពិបាកក្នុងការបៅមានហូរឈាមដាតឬក៏ឡើងពងដុំសនៅលើប្របីមាត់អីជាដើមគឺម៉ាក់ញ៉ាំយកអូនទៅមន្ទីរពេទ្យដើម្បីជួបពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីធ្វើការព្យាបាលទោះកុំឲ្យមានការវិវត្តទៅជំងឺផ្សេងបន្ថែមទៀត